នាងគ្រាន់តែមុតដៃបន្តិចសោះលោកអគ្គនាយកបែរជាវាយខ្លួនឯង100 ដងរហូតដល់ហូរឈាមពេញខ្នងគាត់ស្រឡាញ់នាងខ្លាំងដល់ឆ្អឹងថ្នាក់ថ្នមនាងគ្រប់យ៉ាងខ្លាចនាងមានរបួសសំបីបន្តិចតែអ្វីដែលគាត់ខ្លាចបំផុតនោះគឺនាងតែងតែរកវិធីរត់គេចពីគាត់ធ្វើឲ្យគាត់ស្ទើរតែឈួតទៅហើយដើម្បីទុកនាងនៅក្បែរខ្លួនគាត់ក៏ចាក់សនាងទុកក្នុងបន្ទប់ហើយយាមនាងមិនឲ្យឃ្លាតឡើយស្មានថានាងនឹងដូចរាល់ដងគឺរកវិធីរត់គេចតែនឹកស្មានមិនដល់ថាលើកនេះនាងបែរជាលួងលោមគាត់ហើយសន្យាថាស្រឡាញ់តែគាត់ម្នាក់គត់ធ្វើឲ្យគាត់ភ្ញាក់ផ្អើលយ៉ាងខ្លាំងតាមពិតនាងបានចាប់ជាតិជាថ្មីជាតិមុនដោយសារគាត់ហួងហែងពេកចូលចិត្តគ្រប់គ្រងនាងទើបនាងជឿពាក្យប្រុសចិត្តអាក្រក់ម្នាក់ហើយគិតថាគាត់ជាបិសាចឯប្រុសម្នាក់នោះទើបជាស្នេហាពិតក្រោមការញុះញង់របស់គេនាងក៏រត់ចោលលោកអគ្គនាយកតែតាមពិតប្រុសនោះបោកនាងដើម្បីតែយកជីវិតនាងប៉ុណ្ណោះព្រោះមនុស្សដែលគេស្រឡាញ់គឺបងស្រីនាងដូច្នេះក្រោយពេលប្លន់យកភាគហ៊ុននាងបានហើយពួកគេក៏រួមដៃជាមួយឪពុកនាងចាប់សង្កត់នាងក្នុងអាងទឹកយ៉ាងឃោរឃៅរហូតដល់នាងដាច់ដង្ហើមស្លាប់រួចអ្នកទាំង3ក៏យកនាងទៅកប់ទាំងយប់តែនឹកស្មានមិនដល់ពេលកប់ភ្លាមព្រលឹងរបស់នាងក៏ចេញមកក្រៅដល់ពេលនោះទើបនាងស្គាល់ចរិតពិតពួកគេតាមពិតឪពុកចូលមកក្នុងគ្រួសារនេះដើម្បីតែទ្រព្យសម្បត្តិប៉ុណ្ណោះរហូតដល់ហ៊ានសម្លាប់ម្ដាយនាងទៀតតែនឹកស្មានមិនដល់ប្រពន្ធបែរជាប្រគល់ទ្រព្យទាំងអស់ឲ្យនាងទើបពួកគេសម្រេចចិត្តសម្លាប់នាងលោកពូអ្នកទាំងអស់គ្នាត្រូវអរគុណខ្ញុំហើយបើគុំតែខ្ញុំបោកបញ្ឆោតនាងយកនាងមកទីនេះអ្នកទាំងអស់គ្នាក៏គ្មានឱកាសសម្លាប់នាងដែរអាលីនកុំបារម្ភអីទ្រព្យសម្បត្តិទាំងនេះក៏មានចំណែកឯងដែរឃើញទឹកមុខដ៏លោភលន់របស់អ្នកទាំង3នាងខឹងស្អប់យ៉ាងខ្លាំងហើយចង់តែសម្លាប់ពួកគេចោលទេតែនាងគ្រាន់តែជាប្រលឹងមិនអាចធ្វើអ្វីពួកគេបានឡើយសំណាងល្អលោកអគ្គនាយកបានមកដល់ហើយបញ្ជាឲ្យកប់ពួកគេទាំងរួចធ្វើឲ្យនាងរំភើបយ៉ាងខ្លាំងតែនឹកស្មានមិនដល់មួយសន្ទុះក្រោយមកគាត់ក៏បញ្ជាឲ្យគេគាស់ក្តាររំឈូសនាងរួចនៅចំពោះមុខប្រលឹងនាងគាត់ក៏បានសម្លាប់ខ្លួនឯងនាងនឹកស្មានមិនដល់សោះថាគាត់ស្រឡាញ់នាងខ្លាំងដល់ថ្នាក់នេះធ្វើឲ្យនាងសោកស្ដាយយ៉ាងខ្លាំងហើយស្ពតថាលុះជាតិក្រោយនាងនឹងមិនធ្វើឲ្យគាត់ខកចិត្តឡើយពេលបើកភ្នែកឡើងម្ដងទៀតនាងពិតជាបានរស់ឡើងវិញមែនគឺរស់នៅចំថ្ងៃដែលប្រុសអាក្រក់នោះសុំរៀបការឃើញមុខដ៏គួរឲ្យស្អប់របស់គេនាងក៏ទះកំភ្លៀងគេមួយទំហឹងធ្វើឲ្យគេភ្ញាក់ផ្អើលយ៉ាងខ្លាំងរួចដោះស្បៃមុខគ្រវែងចោលលើកនេះនាងរត់ត្រង់ទៅរកអបលោកអគ្គនាយកតែម្ដងធ្វើឲ្យប្រុសអាក្រក់នោះខឹងញ័រខ្លួនហើយស្រែកថានាងជាគូដណ្ដឹងខ្លួនសោះឥឡូវហ៊ាននៅចំពោះមុខគេទៅអបប្រុសផ្សេងឬបែបនេះលោកអគ្គនាយកខឹងណាស់គាត់គេមួយជើងប៉ាំងទៅឆ្ងាយរួចលីនាងត្រឡប់ទៅផ្ទះវិញដោយសារខ្លាចនាងរត់ទៀតពេលមកដល់ផ្ទះភ្លាមនាងក៏ត្រូវគាត់ចាប់ចាក់សោទុកគាត់គំរាមថាបើនាងហ៊ានរត់ទៀតនឹងវាបំបាក់ជើងនាងទោះបីជាជាតិថ្មីនេះនាងតាំងចិត្តថានឹងស្រឡាញ់គាត់ឲ្យបានល្អតែការឃុំឃាំងបែបនេះនាងទទួលយកមិនបានទេដើម្បីឲ្យគាត់ទុកចិត្តនាងក៏សម្រេចចិត្តចាត់វិធានការមុនព្រោះនាងដឹងថាឲ្យតែនាងញឹកញាប់គាត់ច្បាស់ជាចាញ់ចិត្តនាងដូច្នេះនាងយកលេសថាឈឺដៃដើម្បីឲ្យគាត់ដោះសរឲ្យរួចពេលដែលគាត់កំពុងផ្លាំងភ្លាត់នាងក៏ថាបគាត់តែម្ដងការថាបនេះធ្វើឲ្យគាត់ក្តៅសាច់ពេលនោះអ្នកទាំងពីរក៏មានពេលវេលាដ៏ផ្អែមល្ហែមឃើញនាងផ្លាស់ប្ដូរបែបនេះគាត់មានអារម្មណ៍ថាមិនស្រួលសោះស្មានតែជាល្បិចចង់រត់គេចទៀតទើបប្រមាននាងម្ដងហើយម្ដងទៀតថាមិនថានាងនិយាយឬធ្វើអ្វីក៏គាត់មិនលែងនាងដាច់ខាតហើយបើនាងហ៊ានទៅរកប្រុសនោះទៀតគាត់នឹងសម្លាប់ប្រុសនោះចោលមុខសេរីថ្មីរបស់ចែប៊ូហ្វេដែលមានរហូតដល់ទៅ1ប្រអប់10សន្លឹកបានធ្វើការចេញលក់ចរាចរណ៍នៅក្នុងប្រទេសកម្ពុជាហើយបងប្អូនអើយនិយាយពីគុណភាពវិញបាត់តែមួយសន្លឹកនិយាយពីថាមួយថ្ងៃនឹងដូចផឹកទឹក3ទៅ5លីត្រអញ្ចឹងគុណភាពផ្ដោតសំខាន់លើការជំនួយផ្ទៃមុខឲ្យភ្លឺរលោងសចាមានមុខងារយ៉ាងពិសេសក្នុងការទប់ស្កាត់មិនឲ្យកើតឡើងមុនបញ្ហាមុខរលមុខស្នាមមុខស្ងួតមុខគ្មានសំណើបងប្អូនដែលធ្វើការបិទម៉ាស់ល្បីៗជាច្រើនមិនត្រូវជាមួយនឹងសាច់មុខទល់តែសោះបងប្អូនដែលធ្វើការសាកបិទជាមួយនឹងម៉ាស់ខ្មៅម៉ៃមករស់បានជាពិសេសទឹកអេសិនមានកំហាប់ខាប់ដែលផ្សំឡើងពីមើមឬឈើនិងកំហាប់ទឹកមកតិចបងប្អូនអើយបញ្ចូលទៅដល់កម្ពុជាវីតាមីនហើយយកនាងមកធ្វើជារូបសំណាកឃើញគាត់ខ្វល់ពីនាងម្លឹងនាងក៏អាណិតគាត់ណាស់តែនឹកស្មានមិនដល់ប្រុសអាក្រក់នោះក៏ខលមកដើម្បីឲ្យគាត់ទុកចិត្តនាងក៏និយាយកាត់ផ្ដាច់ទំនាក់ទំនងជាមួយគេប្រាប់គេកុំមករំខាននាងទៀតប៉ុន្តែសម្ដីរបស់នាងបែរជាធ្វើឲ្យគាត់យល់ច្រឡំថានាងចង់ការពីគេខ្លាចគាត់សម្លាប់ប្រុសនោះគាត់ក៏ប្រច័ណ្ឌភ្លាមដើម្បីលួងលោមគាត់នាងក៏ថាបគាត់ម្ដងទៀតនឹងសារភាពស្នេហ៍យ៉ាងស្មោះត្រង់ធ្វើឲ្យគាត់រំភើបខាត់ចិត្តមិនបានទៀតតែនឹកឃើញថាគាត់ក្រពះមិនល្អត្រូវតែញ៉ាំបាយឲ្យបានត្រឹមត្រូវនាងក៏ចាប់ផ្ដើមញឹកញាក់ទៀតដោយប្រាប់ថាខ្លួនឃ្លានបាយចំពោះកាយវិការនេះគាត់ទប់ទល់មិនបានឡើយក៏បីនាងទៅញ៉ាំបាយឃើញពួកគេល្អល្អនឹងគ្នាអូនប្រុសរបស់គាត់ហួសចិត្តយ៉ាងខ្លាំងគេគិតថានាងប្រកាសជាបោកប្រាស់បងប្រុសទើបពេលឮថានាងចង់ទៅសាលាគេក៏គិតថានាងច្បាស់ជាចង់រត់គេចនាងប្រញាប់ពន្យល់ថាខ្លួនគ្រាន់តែចង់រៀនឲ្យចប់ទេមិនរត់គេចដាច់ខាតចំពោះសំណើរបស់នាងគាត់ក៏បដិសេធមិនរួចទើបឲ្យខ្សែដៃមួយខ្សែទៅនាងតែមានភ្ជាប់ប្រព័ន្ធតាមដានមានបងជាអូនជាលើកចុងក្រោយហើយបើហ៊ានរត់ទៀតបងនឹងចាក់សោអូនទុកក្នុងផ្ទះរហូតយ៉ាងណានាងក៏បានមកសាលាដូចបំណងតែនឹកស្មានមិនដល់ប្រុសនោះឆ្លៀតឱកាសពេលនាងនៅតែឯងក៏ទាញនាងចូលបន្ទប់តន្ត្រីទិដ្ឋភាពនេះត្រូវប្អូនប្រុសបានឃើញគេស្មានថានាងណាត់ជួបប្រុសហើយក៏ប្រញាប់ប្រាប់បងប្រុសភ្លាមធ្វើឲ្យគាត់ខឹងញ័រខ្លួនបំរុងនឹងរត់ទៅរកនាងទៅហើយតែត្រូវគ្រូចាប់បានស្មានថាកិច្ចសាលាក៏ទាញគាត់ចូលថ្នាក់វិញពេលនេះនាងកំពុងនៅតែម្នាក់ឯងចំណែកប្រុសនោះគិតតែឯងថាការដែលនាងបដិសេធគេគឺដើម្បីការពារគេកុំឲ្យត្រូវគេសម្លាប់គេនៅតែគិតថានាងស្រឡាញ់គេទ
ទោះនាងពន្យល់យ៉ាងណាក៏មិនស្ដាប់ឃើញទឹកមុខដ៏គួរឲ្យស្អប់របស់គេនាងសួរខ្លួនឯងថាជាតិមុននាងពិតជាខ្វាក់ភ្នែកមែនដែលមើលងាយមនុស្សបែបនេះតែគេនៅតែមិនព្រមឈប់គិតថាការដែលនាងប្រឆាំងគ្រាន់តែធ្វើលេងខ្លួនប៉ុណ្ណោះចង់ឲ្យគេសកម្មជាងនេះទើបគេមិនខ្វល់ពីការហាមឃាត់ទាញបើកអាវនាងមួយទំហឹងតែនឹកស្មានមិនដល់បែរជាឃើញស្នាមថប់ពេញកនាងធ្វើឲ្យគេខឹងស្លេកមុខមិននឹកស្មានថានាងហ៊ានក្បត់គេធ្វើឲ្យគេស្ទើរតែឈួតក៏ចាប់សង្កត់នាងហើយគំរាមថាបើថ្ងៃនេះនាងព្រមតាមគេនឹងមិនប្រកាន់នាងទេហើយនៅតែស្រឡាញ់នាងដូចដើមឯងមិនស័ក្តិសមនឹងខ្ញុំទេមនុស្សដែលខ្ញុំស្រឡាញ់មានតែស៊ីជីនឈិនម្នាក់គត់ប្រុសនោះខឹងយ៉ាងខ្លាំងក៏ស្ទុះទៅរកនាងដូចមនុស្សឈួតសំណាងល្អនាងវាចំកន្លែងសំខាន់គេតែការធ្វើបែបនេះរឹតតែធ្វើឲ្យគេខឹងគេចាប់រុញនាងទៅផ្ទប់នឹងកញ្ចក់រួចដកកាំបិតមកគំរាមនាងតែនឹកស្មានមិនដល់នាងយកទូរស័ព្ទវាបំបែកកញ្ចក់រួចយកអំបែងកញ្ចក់បំរុងតាំងនឹងគេប៉ុន្តែប្រុសនោះមិនខ្លាចសោះចាប់ក្របួចនាងបានភ្លាមដោយសារកម្លាំងខុសគ្នាពេកទើបនាងមិនអាចរត់រួចតែនាងក៏មិនព្រមចុះចាញ់ចេះតែរើម្រះគេខឹងក៏ទះកំភ្លៀងនាងឲ្យនៅស្ងៀមឥឡូវខ្ញុំមកផ្ដល់ក្តីសុខឲ្យឯងហើយស៊ីជីនឈិនជួយអូនផងកុំស្រែកទីនេះជាសាលាស៊ីជីនឈិននោះមិនអាចមកជួយឯងបានទេឃើញរាងកាយដ៏ស្រស់ស្អាតរបស់នាងប្រុសនោះក៏កើតតណ្ហាតែក្នុងពេលដ៏សំខាន់នេះលោកអគ្គនាយកក៏បានមកដល់ម៉ាក់បិទមុខស៊េរីថ្មីរបស់ចែកប៊ូហ្វេដែលមានរហូតដល់ទៅ1ប្រអប់10សន្លឹកបានធ្វើការចេញលក់ចរាចរណ៍នៅក្នុងប្រទេសកម្ពុជាហើយបងប្អូនអើយនិយាយពីគុណភាពវិញបិទតែមួយសន្លឹកក៏និយាយពីថាមួយថ្ងៃនឹងដូចផឹកទឹក3ទៅ5លីត្រអញ្ចឹងគុណភាពផ្ដោតសំខាន់លើការជំនួយផ្ទៃមុខឲ្យភ្លឺរលោងសចាស់មានមុខងារយ៉ាងពិសេសក្នុងការទប់ស្កាត់មិនឲ្យកើតឡើងមុនបញ្ហាមុខរលមុខស្នាមមុខស្ងួតមុខគ្មានសំណើមបងប្អូនដែលធ្វើការបិទម៉ាស់ល្បីៗជាច្រើនមិនត្រូវជាមួយនឹងសាច់មុខទល់តែសោះបងប្អូនដែលធ្វើការសាកបិទជាមួយនឹងម៉ាស់ខ្មៅម៉ៃមករស់បានជាពិសេសទឹកអេសិនមានកំហាប់ខាប់ដែលផ្សំឡើងពីមើមឬឈើនិងកំហាប់ទឹកមកតិចបងប្អូនអើយបញ្ចូលទៅដើមកំពូលវីតា